បាទក៏ដូចជាការប្រកួត UEFA Champions League នឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃចូលឆ្នាំតែម្ដងបាទគឺថ្ងៃអង្គារឈានចូលថ្ងៃពុធអញ្ចឹងមានន័យថាប្រិយមិត្តកំពុងតែសប្បាយមែនតើហើយបាទចំថ្ងៃ UEFA Champions League បាទយ៉ាងណាមិញក៏ដល់ពេលវេលាត្រូវសម្រាប់បាទចាំមើលលទ្ធផលទាំងអស់គ្នាតែម្ដងទៅបាទហើយសម្រាប់ការប្រកួត UEFA Champions League ជើងទី1ក៏ប្រិយមិត្តបានឃើញហើយដែរថាសម្រាប់រឿងរ៉ាវដែលប្រិយមិត្តមិននឹកស្មានដល់នោះគឺ Arsenal បានយកឈ្នះទៅលើ Real Madrid ក្នុងលទ្ធផល3-0 ចំណុចនេះគឺជាចំណុចមួយដែលមិននឹកស្មានទេបាទហើយអ្វីដែលខ្ញុំបានរៀបរាប់ជូនដល់កម្មប្រិយមិត្តបាទក៏រៀបរាប់ហើយថាប្រសិនបើលោកអាតេតានឹងជ្រើសរើសយកប្រព័ន្ធមួយដែលព្យាយាមវាយបកទៅកាន់ Real Madrid គាត់ប្រកាសជាមានលទ្ធភាពល្អបាទប្រិយមិត្តតួយ៉ាងយើងសង្កេតឃើញថាសម្រាប់ Real Madrid ប៉ះជាមួយនឹង Barcelona យើងក៏ឃើញដែរថាគឺពិបាកមែនតើសម្រាប់ Real Madrid នៅក្នុងការការពារឲ្យតែគេលេងប្រយុទ្ធខ្លាំង Real Madrid នេះគឺពិបាកតែម្ដងបាទហើយបើយើងក៏លេខទៅមើលបាទ Arsenal វិញគឺការប្រកួតនេះគឺការការពាររបស់គាត់មធ្យមទេប៉ុន្តែគាត់ព្យាយាមលេងតំបន់កណ្ដាលច្រើនបាទជាពិសេសគឺការប្រយុទ្ធរបស់គាត់កើតចេញពីតំបន់ស្លាបច្រើនមែនតើបាទអ្វីដែលយើងបានមើលឃើញការប្រកួតនេះទោះបីជាការយកឈ្នះ3គ្រាប់ក៏ពិតមែនប៉ុន្តែបើសិនជាយើងក៏លេខទៅមើល2គ្រាប់របស់បាទ Declan Rice នេះគឺល្អមែនតើប្រិមិត្តបាទសម្រាប់ការទាត់ free kick 2គ្រាប់នេះបាទមិននឹកស្មានទេការធ្វើបានលើកទី1មិននឹកស្មានធ្វើបានលើកទី2ទៀតគ្រាប់ទី1ថាកោងល្អគ្រាប់ទី2ជ្រុងកៅទៀតបាទកៅនោះមិនមែនកៅធម្មតាប្រិមិត្តគឺកៅឥតខ្ចោះទៀតបាទបើយើងនិយាយឲ្យកក់ស្ដាប់ថាមានតែហ្គូនអ្នកចាំទីរបស់ហ្គូនតិនហ្វីទេរឿងតិនហ្វីទេអាចចាប់បានបាទ90បែបនេះបាទសាហាវមែនតើបាទប៉ុន្តែគ្រាប់បាល់ទី3គឺជាតិចនិចមួយដ៏ល្អបាទដែលគ្រាប់ជ័យដល់ Merino បាទយើងឃើញថាសម្រាប់ការប្រកួតនេះប្រិមិត្តបាទប្រកាសជាមិននឹកស្មានទេបាទថា Real Madrid បាទធ្លាក់ទៅចាញ់ Arsenal ដល់កម្រិតនេះយ៉ាងណាមិញសម្រាប់កីឡាករមួយចំនួនដូចជា Vinicius បាទដូចជា Mbappe បាទហើយ Valverde ជាដើមកំពុងតែព្យាយាមបាទនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏បង្ហាញថាបង្ហាញអារម្មណ៍ក៏ដូចជាផ្ដល់នៅទឹកចិត្តដល់មិត្តរួមក្រុមថាយើងនឹងអាចត្រឡប់មកវិញបានយើងនឹងអាចវាយបកវិញបាននៅក្នុងទឹកដី Bernabeu ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយបាទយ៉ាងណាមិញគឺទំហំគ្រាប់3គ្រាប់នេះគឺវាអាចនិយាយបានថាវាជាគ្រាប់បាល់ដែលច្រើនហើយក៏វាអាចនិយាយបានថាក៏វាអាចនឹងតវ៉ាមកវិញបានដែរបាទមិនមែនច្រើនរហូតដល់តបវិញមិនរួចទេបាទតបឲ្យរួចព្រោះថាតែ7គ្រាប់អីនោះអានឹងទៅមិញឡើងរួចបាទតែយ៉ាងណាមិញគ្រាប់បាល់ប៉ុណ្ណេះ Real Madrid អាចនឹងមានសង្ឃឹមប្រសិនបើក្នុងខណៈនៃជើងទី2លោកអាតេតាប្រើប្រព័ន្ធការពារខ្ញុំគិតថា Real Madrid ប្រហែលជាអាចនឹងបាទតបវាយបកវិញបានបាទតែយ៉ាងណាមិញប្រសិនបើលោកអាតេតាជ្រើសរើសយកប្រព័ន្ធដដែលខ្ញុំគិតថា Real Madrid តានតឹងតិចហើយបាទតានតឹងបន្តិចហើយបាទហើយការប្រកួតជើងទី2 Mendy នោះក៏ដូចជាអត់បានចូលរួមដដែលបាទគណៈពេលដែល Alaba ស្ថិតនៅក្នុងមន្ទិលទៀតហើយប្រិមិត្តអញ្ចឹងតំបន់ការពាររបស់ Real Madrid គឺចាប់ផ្ដើមត្រឡប់មករកភាពលំបាកវិញទៀតហើយបាទចំណុចនេះគឺជាចំណុចចំណោទបញ្ហារបស់ Real Madrid ក្នុងការប្រកួតជើងទី2គណៈពេលដែល Arsenal នោះវិញឃើញការមានការផ្លាស់ប្ដូរទាំងពី Declan Rice ទាំងពី Saka ឃើញថាសម្រាប់ព័ត៌មានចុងក្រោយលោក Arteta បានបញ្ជាក់ថាសម្រាប់ Declan Rice អត់បញ្ហាទេក៏ដូចជា Bukayo Saka ក៏អាចចូលរួមបាននៅក្នុងការប្រកួតជើងទី2ផងដែរបាទហើយសម្រាប់ Real Madrid ក៏ត្រូវបាត់បង់តំបន់បម្រើម្នាក់ទៀតគឺ Tchouaméni បាទដោយសារតែបាទគាត់កាត់ក្រហមបាទអញ្ចឹងវាជារឿងមួយដែលលំបាកដែរបាទវារឿងមួយដែលលំបាកដែរសម្រាប់ Real Madrid អញ្ចឹងជើងទី2នេះគឺតានតឹងបន្តិចហើយណាប្រិមិត្តបាទសម្រាប់ប្រិមិត្តដែលគ្រប់គ្រង Real Madrid បាទអាចនឹងធ្លាក់របស់ Arsenal ទៀតបាទ Arsenal គឺជាក្រុមមួយដែលមិនដែលចាញ់ Real Madrid បាទអញ្ចឹងយើងអាចនិយាយបានថាបាទហ្វុងលីសៀងយើងអាចនិយាយពាក្យថាប្រវត្តិបាទយើងអាចនិយាយពាក្យថាប្រវត្តិអញ្ចឹងទៅចោះណាប៉ុន្តែកុំភ្លេចថាកាលពីឆ្នាំ2005-2006ពេលនោះគឺ Arsenal កំពុងតែបាទសម្បូរទៅដោយធនធានច្រើនមែនតើប៉ុន្តែកាលនោះបាទ Real Madrid ក៏អត់មានមិនមែនអន់ធនធានដែរបាទកាលនោះមានតាំងពី Zidane មានតាំងពី Ronaldo Brazil បាទ Ramos អីជាដើមមកសិតតែជាកីឡាករល្អៗច្រើនដែរប៉ុន្តែបើប្រៀបធៀបជាមួយនឹង Arsenal កាលនោះ Arsenal គឺសម្បូរតាំងពីការពាររហូតដល់តំបន់ប្រយុទ្ធបាទជារឿងសោយមួយដែល Liman ក្នុងការប្រកួតផ្ដាច់ព្រាត់ជាមួយនឹង Barcelona ក៏ទទួលបានកាត់ក្រហមកាលនោះបើ Liman សុកចិត្តកុំបដូរជាមួយនឹងកាត់ក្រហមទុកឲ្យ Ito គាត់សុទ្ធចូលរួចហើយចាំវាបកវិញខ្ញុំគិតថា Arsenal អាចនឹងមានសង្ឃឹមកាលនោះនៅក្នុងការបាទលើកពាន UEFA Champions League លើកទី1របស់ខ្លួនប៉ុន្តែមិននឹកស្មានទេ Liman បដូរបាទធ្វើឲ្យទទួលបានកាត់ក្រហមអ្វីគ្រប់បែបយ៉ាងគឺវាទៅចប់ត្រឹមប៉ុណ្្នឹងឯងបាទយើងឃើញថាបន្ទាប់ពីការបាទចាញ់វគ្គផ្ដាច់ព្រាត់បានត្រឹមរងជើងឯកបាទជាមួយនឹង Barcelona មកចាប់ពីពេលនោះមក Arsenal គឺចាប់ផ្ដើមធ្លាក់កូដបាទมันអាចទទួលបានពាន Premier League ក៏ដូចជាពានធំបន្តទៀតអាចត្រឹមបានតែ FA Cup បានត្រឹមតែ League Cup តែប៉ុណ្ណោះបាទអញ្ចឹងយើងអាចនិយាយបានថាវាជារឿងមួយដែលលំបាកមែនទែនសម្រាប់ Arsenal បាទអញ្ចឹងយើងគិតពី Premier League វិញគិតមកដល់ពេលនេះតាំងពី2004មកដល់ឥឡូវគឺរយៈពេល20ឆ្នាំហើយដែល Arsenal លែងទទួលបានពានធំនៅក្នុងតំបន់
បាទហើយសម្រាប់ UEFA Champions League ផ្ដាច់ព្រាត់ចុងក្រោយគឺ2006នេះឯងគឺចប់ហើយបាទសម្រាប់ Arsenal បាទយ៉ាងណាមិញសម្រាប់ Real Madrid នៅមិនទាន់អស់សង្ឃឹមនៅឡើយទេអ្វីដែលកាន់តែប្លែកទៀតនោះគឺ Bayern Munich ដែលប្រិមត្តដឹងហើយថាសម្រាប់ក្រុមអាល្លឺម៉ង់គឺតែងតែធ្វើបានល្អក្នុងនាមជាម្ចាស់ផ្ទះប៉ុន្តែបែរទៅជាចាញ់ទៅលើ Inter Milan ក្នុងលទ្ធផល2-1អាចនិយាយបានថាវាជារឿងដែលលំបាកហើយប្រសិនបើ Bayern Munich ទៅប្រកួតនៅក្នុងទឹកដីប្រទេសអ៊ីតាលីវិញនោះអាចនិយាយបានថា Inter សុំត្រឹមតែស្មើអ្វីគ្រប់បែបយ៉ាងរបស់ Bayern Munich គឺត្រូវបញ្ចប់ត្រឹមប៉ុណ្ណេះគណៈពេលដែល Barcelona គឺ 100% ហើយប្រិមិត្តបាទជើងទី1ស៊ីប៉ុណ្ណេះហើយ Dortmund ឆ្នាំនេះទៅអត់រួចទេដោយសារតែសម្រាប់ Dortmund ក៏យើងឃើញនៅក្នុង League ដែរគឺបាទគេហៅថាឡើងចុះទេលេងអត់សូវគេហៅថានឹងទេអញ្ចឹងសម្រាប់រដូវកាលនេះខ្ញុំគិតថា Dortmund គឺទៅហើយអ្នកដែលត្រូវទៅមុខគឺ Barcelona បាទហើយសម្រាប់ Aston Villa វិញប៉ារីសក៏បានយកឈ្នះជើងទី1ហើយដែរអញ្ចឹងជើងទី2 Aston Villa បបាក់នៅក្នុងការវាយបកហើយអាចនិយាយបានថាប៉ារីសគឺជាអត្តភាពខ្ពស់នៅក្នុងការឡើងទៅកាន់វគ្គបន្ទាប់បាទហើយសម្រាប់ Real Madrid ជាមួយនឹង Arsenal វិញគឺពិបាកនៅក្នុងការនិយាយដែរប្រិមិត្តដោយសារតែ Real Madrid ប្រសិនបើគាត់ចាប់ផ្ដើមមានគ្រាប់អ្វីគ្រប់បែបយ៉ាងរបស់គាត់គឺចាប់ផ្ដើមល្អតែបើអត់មានគ្រាប់គឺអត់តែបើមានហើយគឺចាប់ផ្ដើមលេងទៅគឺចាប់ផ្ដើមរលូនណាប្រិមិត្តបាទដូចជាការប៉ះជាមួយនឹងប៉ារីអីចឹងបាទដល់ចាប់ផ្ដើមមានមួយគ្រាប់ភ្លឹបមាន2មាន3ភ្លាមបាទចំណុចនេះគឺជារឿងមួយដែលពិបាកបាទហើយសម្រាប់ការប្រកួតនៅក្នុងយប់នេះដែលធៀបនៅក្នុងការប្រកួតគឺ Manchester City បាទនៅក្នុងការប្រកួតបាទជាមួយនឹង Crystal Palace ហើយយប់នេះក៏មានការប្រកួត Arsenal បាទសម្រាប់ Arsenal បាទនឹងត្រូវប៉ះជាមួយនឹង Brentford បាទហើយសម្រាប់ La Liga វិញដូចជាមាន Barcelona ជាមួយនឹង Ligue 1បាទហើយបាទហើយសម្រាប់ការប្រកួតនៅក្នុងថ្ងៃនេះក៏ជាការប្រកួតចាំបាច់ដែរសម្រាប់ Arsenal បាទប្រសិនបើ Arsenal អាចយកឈ្នះបានហើយស្អែកប្រសិនបើ Liverpool នៅបន្តចាញ់ទៀតនោះគឺជារឿងមួយដែលលំបាកមែនទែនហើយសម្រាប់ Liverpool អ្វីដែលយើងរំលឹករឿងធំបំផុតបាទមកដល់ពេលនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ Salah បាទគិតចាប់តាំងពីដើមរដូវកាល2024-2025មកគឺ Salah មិនដែលរំលឹករឿងបាទបន្តកុងត្រានោះទេស្រាប់តែមកដល់ពេលនេះឃើញថាកាលពីម្សិលមិញ Salah បានយល់ព្រមបន្តកុងត្រាជាមួយនឹង Liverpool ជាផ្លូវការហើយប្រិមិត្តបាទតរហូតដល់ឆ្នាំ2027ដែលធ្វើឲ្យ Salah ក្លាយជាកីឡាករទី2បន្ទាប់ពី Haaland ដែលទទួលបានប្រាក់កម្រៃខ្ពស់ជាងគេបំផុតនៅក្នុង Premier League បាទសម្រាប់ Salah បាទយោងតាមរបាយការណ៍ចុងក្រោយគឺទទួលបាន 40,000 pound បាទនៅក្នុងមួយអាទិត្យបាទដែលមានតម្លៃប្រមាណជា20 លាន pound នៅក្នុងមួយឆ្នាំបាទអញ្ចឹងកុងត្រា2ឆ្នាំនេះ Salah បានជាង40 លាននៅក្នុងរយៈពេលកុងត្រា2ឆ្នាំនេះបាទអញ្ចឹងមិនធម្មតាទេសម្រាប់បានបន្តកុងត្រានេះមិននឹកស្មានទេប្រិមិត្តគឺស្ងាត់មែនតើគាត់អត់មាត់គាត់អត់និយាយពីរឿងកុងត្រាអត់មានស្អីទាំងអស់មានតែការលើកឡើងរបស់គាត់ថាគាត់ចង់បានពៀនជាលើកចុងក្រោយអីអញ្ចឹងណាបាទអញ្ចឹងមិននឹកស្មានថាការចរចាមួយនេះគឺចរចាបានសម្រេចជាមួយនឹង Salah ទេបាទព្រោះថាមានក្លឹបជាច្រើនដែលកំពុងតែតាក់ទងចង់បានគាត់ជាប្រខែកខាងអារ៉ាប៊ីសាអូឌីតបាទកំពុងតែចង់បានគាត់ខ្លាំងមែនតើបាទប៉ុន្តែសម្រាប់ Salah បែរជាសម្រេចចិត្តចុងក្រោយនៅក្នុងការបន្តជាមួយ Liverpool រហូតដល់ឆ្នាំ2027គណៈពេលដែល Van Dijk ក៏យល់ព្រមដូចគ្នានៅក្នុងការបន្តរហូតដល់ឆ្នាំ2027យ៉ាងណាមិញសម្រាប់ Arnold ក៏ស្ថិតនៅក្នុងបាទភាពមិនទាន់ 100% ផងដែរបាទសម្រាប់ការจัดการ Real Madrid តែយ៉ាងណាមិញយោងតាមប្រភពបាទជាក់ស្ដែងបានបង្ហាញថាសម្រាប់ Arnold គឺ 100% ហើយទៅកាន់ Real Madrid ដោយមិនមានតម្លៃផ្ទេរពី Liverpool នោះទេបាទអញ្ចឹងយើងក៏អបអរសាទរសម្រាប់ fan របស់ Liverpool ផងគឺបន្តនៅបានជាមួយនឹង Salah ហើយជាមួយនឹង Van Dijk ទៅកាន់បាទឆ្នាំ2027បន្តទៀតបាទReal Madrid មានសង្ឃឹមអត់បាទ Real Madrid ធ្លាក់វគ្គនេះហើយកីឡាករ Real Madrid និង fan កំពុងតែដេកយល់សពបាទជូនពរបាទអរគុណច្រើនបាទបងបាទពូម៉ងបាទអរគុណបាទហើយក៏ជូនពរទៅកាន់ប្រិយមិត្តទាំងអស់គ្នាក្នុងឱកាសបាទបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះបាទដំបូងគេបំផុតគឺទៅទីណាបាទកន្លែងណាសូមប្រកបដោយសុខសុវត្ថិភាពបាទគឺអត់ចង់និយាយថាសុខសុវត្ថិភាពចេះហ្មងណាបាទនិយាយប៉ុណ្ណឹងគឺអស់ហើយបាទសុខហើយសុវត្ថិភាពទៀតបាទអញ្ចឹងយើងធ្វើដំណើរទៅកាន់វែងឆ្ងាយឲ្យសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយចូលឆ្នាំថ្មីរឿងចាស់ទាំងឡាយដែលវាអាក្រក់នោះឲ្យវារលាសរលួយទៅបាទចូលមករឿងថ្មីបាទសំណាងល្អបាទជោគជ័យរាល់ភារកិច្ចការងារទាំងឡាយបាទចឹងអរគុណច្រើនអ្នកប្រិយមិត្តអរគ្នាចឹងសម្រាប់ព័ត៌មានតាក់ទងជាមួយនឹង Liverpool គឺមានប៉ុណ្ណេះយ៉ាងណាមិញសម្រាប់ Liverpool នៅមិនទាន់ចប់ឡើយទេការប្រកួតបាទនៅសល់7ប្រកួតទៀតនៅក្នុងការប្រកួត Premier League ប្រយ័ត្នថា Liverpool នេះតែផ្លាត់តែ3ប្រកួតទេ Liverpool នឹងប្រឈមជាមួយនឹងបញ្ហាបាទអាចនឹងបាត់ពៀននៅចុងរដូវកាលនេះក៏ថាបានដែរប៉ុន្តែការប្រកួតចុងក្រោយមួយ Fulham ក៏ប្រិយមកឃើញដែរប្រសិនបើ
Liverpool នៅតែបន្តបែបចេះទៀតក្នុងរយៈពេល2ប្រកួតទៀតវាជារឿងមួយដែលត្រូវនិយាយគ្នាហើយបាទតែយ៉ាងណាមិញខ្ញុំគិតថាសម្រាប់ Liverpool ដូចអត់មានអីទេបាទគាត់ត្រូវប៉ះជាមួយនឹង Arsenal ដូចគ្នាបាទជាមួយនឹងអ្នកលេខ2បាទ Arsenal គាត់ត្រូវប៉ះមួយ Spurs បាទទឹកក្រោយមួយទៀតគាត់ត្រូវប៉ះមួយ Chelsea បាទអញ្ចឹងមានន័យថាបើសិនជាគាត់ហ៊ានតែចាញ់3ហ្នឹងចាញ់ Spurs ចាញ់ Chelsea ចាញ់ Arsenal ហ្នឹងមានរឿងនិយាយគ្នាប៉ុន្តែក៏អាស្រ័យលើ Arsenal ដែរប្រយ័ត្ន Arsenal យប់នេះត្រូវបានឃុំតិចអ្វីគ្រប់បែបយ៉ាងរបស់ Arsenal គឺត្រូវនិយាយពាក្យថាលីហើយចប់ហើយត្រឹមប៉ុណ្ណេះបាទអញ្ចឹងសម្រាប់ការប្រកួត Premier League ក៏ឈានចូលដល់ការប្រកួតបាទទី32ហើយបាទនៅក្នុងបាទរាត្រីនេះបាទសម្រាប់ក្រុមដែលត្រូវធ្លាក់ទៅកាន់ Championship បើស្វ័យប្រវត្តិនោះគឺ Southampton គណៈពេលដែល Leicester បើសិនជាចាញ់យប់នេះទៀតក៏ទៅដែរបាទអញ្ចឹងសម្រាប់បាទ Ipswich ចាញ់ទៀតក៏ទៅដែរបាទអញ្ចឹងសម្រាប់ក្រុមដែលគៀកជាមួយនឹងការទៅកាន់ Championship នោះមើលឃើញមួយក្រុមហើយបាទពីរក្រុមទៀតនៅកំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងបាទកងគៀតាក្លុបមកអង់គ្លេសបាទមកធ្វើអីបាទសម្រាប់តាក្លុបគាត់មានការងាររបស់គាត់ហើយបាទគាត់តាក្លុបគាត់មានការងាររបស់គាត់ហើយសម្រាប់ការបញ្ជាក់របស់គាត់គឺគាត់អាចនឹងធ្វើជា manager ម្ដងទៀតប៉ុន្តែមិនមែនក្លឹបនៅក្នុងប្រទេសអង់គ្លេសទេអាចនឹងដឹកនាំប្រទេសឬក៏ទៅកាន់អាល្លឺម៉ង់ឬក៏ទៅកាន់ប្រទេសអេស្ប៉ាញបាទនេះជាការលើកឡើងរបស់លោកចរចិនក្លុបបាទហើយសម្រាប់លោកប៉េប Guardiola ដូចគ្នាប្រសិនបើគាត់ចាក់ចេញទៅគឺគាត់ឈប់ធ្វើជា manager របស់ក្លឹបតែម្ដងបាទនេះលោកប៉េប Guardiola ប៉ុន្តែសម្រាប់លោកចរចិនក្លឹបគាត់ថាគាត់អាចនឹងបន្តការងារជាមួយ manager ប៉ុន្តែសម្រាប់ក្លឹបនៅក្នុងប្រទេសអង់គ្លេសគឺគាត់ឆាចោលតែម្ដងអត់មានក្លឹបណាយកគាត់បានទេបាទអញ្ចឹងអត់មានព័ត៌មានណាតាក់ទងជាមួយនឹងតាក្លឹបមកកាន់ប្រទេសអង់គ្លេសនោះទេមកបានប៉ុន្តែគាត់មកធ្វើការងារផ្សេងអត់តាក់ទងជាមួយនឹងការមកធ្វើការងារនៅក្នុងប្រទេសអង់គ្លេសនោះទេបាទអ្វីដែលប្រិមិត្តបានមើលឃើញសម្រាប់ Manchester United រឿងដែលកំពុងតែក្តៅកគុកនោះគឺអូណាណាបាទអូណាណាមកដល់ពេលនេះឃើញថាការប្រកួតជាមួយនឹងលីយ៉ុងធ្វើឲ្យប្រិមិត្តទាំងបាទអតីតកីឡាកររបស់ Manchester United គឺកវីក្បាលគ្រប់គ្នាតែម្ដងជាមួយគ្រាប់បាល់2គ្រាប់ដែលធ្វើឲ្យអ្នកបាទទស្សនាក៏ដូចជាអ្នកគ្រប់គ្រង Manchester United បាទគេហៅថាកវីក្បាលមិនឈប់ដែលសារតែក្របបាល់ទី1នោះឃើញថាមិនស័ក្តិសមនោះទេបាទដែលនៅក្នុងនាមជាអ្នកចាំទីបាទដ៏ល្អម្នាក់ប៉ុន្តែបែរទៅជាផ្លាត់ស្នៀតជាមួយនឹងក្របបាល់បែបនេះក៏ដូចជាក្របបាល់ទី2យើងអាចនិយាយបានថាវាជាផលលំបាកមួយដែរប៉ុន្តែក៏គេសង្កេតឃើញថាលំដាប់របស់អ្នកចាំទីនេះគឺមិនថើតនៅក្នុងភាពល្អប្រសើរនោះទេបាទយ៉ាងណាមិញសម្រាប់អូណាណាការបង្ហាញសមត្ថភាពរបស់គាត់ជាមួយនឹងលីយ៉ុងនោះគឺជារឿងមួយដែលប្រិមិត្តដល់គ្នាក៏ដូចជាអ្នកគ្រប់គ្រងបាទមិនសូវសប្បាយចិត្តជាមួយនឹងអ្វីដែលគាត់ធ្វើឡើងនោះទេបាទការប្រកួតនេះត្រូវធ្វើបានល្អបែរទៅជាធ្វើឲ្យលីយ៉ុងតាមស្មើក្នុងលទ្ធផល2-2តែយ៉ាងណាមិញសម្រាប់ Man U នៅមានឱកាសបន្តទៀតជាមួយនឹងការប្រកួតជើងទី2នៅក្នុងសប្តាហ៍ក្រោយមិនទាន់ចប់នៅឡើយទេអាចនិយាយបានថាការប្រកួតក្នុងទឹកដីជារឿងមួយដែលល្អប្រសើរហើយក្នុងការប្រកួតប្រជែងពាន Europa League នេះ Man U ក៏នៅតែជាអត្តភាពមួយនៅក្នុងការដណ្ដើមពានបាទយើងត្រឡប់មកមើលបាទ Chelsea បន្តិចទៅដែលប្រិមត្តសួរថា Chelsea យ៉ាងម៉េចទៅហើយបាទក៏ដូចជាប្រិមត្តដឹងហើយថាសម្រាប់ការប្រកួតពាន Conference League Chelsea ត្រូវប៉ះជាមួយនឹងក្រុមដែលមើលទៅមិនទំនងទេបាទអាចនិយាយបានថាក្រុមចំណាត់ថ្នាក់ច្រើនខ្ពស់បាទនៅក្នុង League នៅក្នុងតំបន់អឺរ៉ុបអាចនិយាយបានថាដូចបាទមនុស្សធំលេងមួយកូនក្មេងអញ្ចឹងបាទប្រិមត្តបាទសម្រាប់ Chelsea គឺឱកាសនៅក្នុងការលើកពាន Conference League ហ្នឹងគឺខ្ពស់មែនតើប្រិមត្តគឺខ្ពស់មែនតើបើនិយាយពីកីឡាកររបស់គាត់គឺផុតលេខហើយបាទតំបន់ប្រយុទ្ធរបស់គាត់គឺកប់សេរីទៅហើយអញ្ចឹងការប្រកួត Conference League នេះអាចនិយាយបានថាវាជារឿងមួយដែលអាចកើតឡើងសម្រាប់បាទ Chelsea ប៉ុន្តែអ្វីដែលផលលំបាកបំផុតរបស់គាត់នោះគឺមកដល់ពេលនេះតាក់ទងជាមួយនឹង Financial Fair Play គាត់កំពុងតែត្រូវការប្រឈមមិនធម្មតានៅក្នុង League នៅក្នុងតំបន់អឺរ៉ុបទេគាត់នឹងប្រឈមជាមួយនឹង UEFA ទៅទៀតអញ្ចឹងប្រសិនបើរដូវកាលក្រោយ Chelsea បាទលោក Boli មិនមានដំណោះស្រាយនៅក្នុងការដោះស្រាយជាមួយនឹងបញ្ហាហិរញ្ញវត្ថុទេគឺគាត់នឹងប្រឈមជាមួយនឹងការរងពិន័យបាទរបស់ UEFA ក៏ដូចជាការរងពិន័យរបស់ Premier League ដែលហៅថា FA បាទអញ្ចឹងសម្រាប់ Chelsea មកដល់ពេលនេះប្រិមត្តសួរថាមិនហើយបាទដូចខ្ញុំលើកឡើងដដែលអញ្ចឹងប្រសិនបើគាត់ជួបជាមួយនឹងក្រុមគេខ្លាំងគាត់មានតែប្រយុទ្ធតំបន់ការពាររបស់គាត់គឺនៅស្ដើងណាស់បាទលេងមិនសូវជាយល់ចិត្តគ្នាទៅទៀតនៅក្នុងតំបន់ការពារអញ្ចឹងមានន័យថាទោះបីជាប្រយុទ្ធល្អប៉ុណ្ណាក៏ដោយប្រសិនបើតំបន់ការពាររបស់យើងគឺមិនមានភាពមាំទាំនោះទេគឺស្មើនឹងពាក្យថាអត់ទៅរួចទប់ទល់គេមិនឈ្នះគឺអត់សូវមានប្រយោជន៍នោះទេបាទអញ្ចឹងសម្រាប់ Chelsea មកដល់ពេលនេះគាត់នៅតែបន្តជាមួយនឹងការចង់បានតំបន់ប្រយុទ្ធច្រើនជាងចង់បានតំបន់ការពារដែលមានភាពមាំទាំបាទមកដល់ពេលនេះសូម្បីតែការពារកណ្ដាលរបស់គាត់ក៏មើលទៅនៅមិនទាន់មានភាពល្អប្រសើរដែរ Cucurella ល្អដោយការប្រកួតគណៈពេលដែលតំបន់តម្រើឃើញថាមានកៃសេដូបាទមានដូចជាបាទ Enzo Fernandez បាទ Enzo ធ្វើបានល្អច្រើនបាទកៃសេដូក៏ប្រកួតប្រជែងបាល់បាទស្ថិតិគឺធ្វើបានល្អទៅទៀត
បាទប៉ុន្តែបើយើងក៏លេចទៅមើលតំបន់ប្រយុទ្ធរបស់គាត់បើទោះជាគាត់ទិញប្រយុទ្ធច្រើនសន្ធឹកសន្ធាប់ប៉ុន្តែក្នុងការស្វែងរកគ្រាប់បាល់ជាមួយជាការលេងនៅក្នុង Premier League គឺអត់ទាន់អាចនឹងប្រកួតប្រជែងបាននោះទេបាទអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងការទៅលេងនៅ Conference League គឺលេងដូចមនុស្សធំលេងជាមួយនឹងកូនក្មេងអញ្ចឹងបាទក្លឹបដែលត្រូវលេងជាមួយនឹង Chelsea នឹងគឺគាត់នៅកន្លែងទៀបណាស់អញ្ចឹងការបានពាននេះអាចនិយាយបានថាវាជារឿងមួយល្អរបស់គាត់ប៉ុន្តែបាទដូចយកបេទៅបាញ់កែបអញ្ចឹងប្រិមិត្តបាទមើលទៅដូចជាខុសគ្នាឆ្ងាយពេកកម្រិតរបស់ក្លឹបបាទអញ្ចឹងយើងនិយាយពី Chelsea ប៉ុណ្ណឹងបាទបងស៊ឺមីបាទជូនពរឆ្នាំថ្មីទាំងអស់គ្នាបង